សួស្តីអ្នកគ្នាវីដេអូមួយនេះបង្ហាញពីរបៀបក្នុងការបង្កើតជាមួយនឹង hosting server install ជាមួយនឹង panel free ក៏ដូចជាការ connect ទៅកាន់ domain របស់យើងដើម្បីបង្កើតជាមួយនឹង website មួយដោយខ្លួនឯងអញ្ចឹងបើសិនបើបងប្អូនយើងគាត់ចង់សាកល្បងរៀនធ្វើការបង្កើត website ដោយខ្លួនឯងអាចមើលវីដេអូនេះបានដើម្បីអាចបង្ហោះ website របស់យើងទៅកាន់ internet បានយើងត្រូវធ្វើការទិញជាមួយនឹង server មួយអញ្ចឹងខ្ញុំបង្ហាញអ្នកនរគ្នាក្នុងការទិញ server នៅក្នុង website Volter អញ្ចឹងជាដំបូងបើសិនបើអ្នកនរគ្នាអត់មានaccount ទេអ្នកនរគ្នាត្រូវធ្វើការបង្កើត account មួយប៉ុន្តែដោយសារខ្ញុំមាន account នេះខ្ញុំគាត់តែ login ចូលទៅកាន់ website Volter ទៅបន្តមកទៀតយើងត្រូវធ្វើការបង្កើតជាមួយនឹង VPS server មួយអញ្ចឹងសម្រាប់ VPS server នៅក្នុង website Volter គឺទីបំផុតគឺមួយខែ$6អញ្ចឹងវាជាការចំណាយដំបូងក្នុងការបង្កើត server ដើម្បីបង្ហោះ website របស់យើងចុចលើប៊ូតុងពណ៌ខៀវនេះ create instance ដើម្បីបង្កើត VPS server ហើយបន្ទាប់មកខ្ញុំ switch ទៅ old style ដើម្បីងាយស្រួលបញ្យល់អ្នកនរគ្នាបន្តមកទៀតយើងរើសយកប្រភេទ CRC view នេះដោយសារ CRC view VPS វាមានតម្លៃធូរថ្លៃហើយ location យើងរើសទៅតាមអ្វីដែលយើងស្រឡាញ់ណាប៉ុន្តែខ្ញុំរើសយកនៅអាមេរិកនៅ Los Angeles ហើយនៅខាងក្រោមនេះគឺជាប្រភេទ operating system ឬក៏ application ដែលយើងអាចធ្វើការ rebuild មកស្រាប់អញ្ចឹងណាប៉ុន្តែខ្ញុំយកប្រភេទ operating system Ubuntu 24.04ដោយសារ VPS នេះគឺខ្ញុំនឹងធ្វើការតឡើងជាមួយនឹង panel ដល់ខ្លួនឯងបន្តមកទៀតខ្ញុំរើសគម្រោង server គឺខ្ញុំយកប្រភេទ high frequency ហើយនឹងតម្លៃក្នុងមួយខែ$6ប៉ុន្តែវាលុត$7ដោយសារតែវាជាប់ auto backup $1អញ្ចឹងយើងដកចេញទៅយើងចំណេញបាន$1ខាងក្រោមហ្នឹងគឺយើងដាក់ឈ្មោះ VPS server របស់យើងទៅហើយយើងចុចប៊ូតុងបង្កើតមកជាការស្រេចអញ្ចឹងនេះគឺជាព័ត៌មាន server របស់យើងអ្វីដែលសំខាន់គឺ IP username ហើយនិង password ដែលយើងអាចធ្វើការ remote តាមរយៈ terminal អញ្ចឹង terminal ដែលខ្ញុំប្រើនៅក្នុង Windows គឺ PowerShell ហើយយើងធ្វើការ remote ចូលទៅកាន់ server របស់យើងអ្នកនរគ្នាអាច follow តាម step ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនឹងបានដោយសារចំណុចនេះវារឿង technical តិចតែអ្នកនរគ្នាអាច follow តាមអ្វីដែលខ្ញុំបង្ហាញក្នុងវីដេអូនឹងទៅព្រោះវាអត់មានអីពិបាកទេយើងគ្រាន់តែ copy IP password ទៅ login បានហើយបន្តមកទៀតយើងប្រើ comment ដើម្បីធ្វើការ update server របស់យើងបន្ទាប់ពីយើង update ហើយយើងត្រូវធ្វើការតឡើងជាមួយនឹង package panel ហ្នឹងគឺយើងតឡើង free ទេនៅក្នុង server របស់យើងណាហើយសម្រាប់ comment អីហ្នឹងគឺខ្ញុំនឹងដាក់នៅក្នុង description វីដេអូនៅពេលដែលយើងតឡើង panel ហ្នឹងគឺវានឹងទាមទារនៅព័ត៌មានមួយចំនួនរបស់ server ជាងយើងធ្វើការបំពេញទៅតាមហ្នឹងទៅដូចជា email ឈ្មោះ server ហើយ admin password អីហ្នឹងគឺយើងបំពេញផ្ទាល់ខ្លួនណាបន្ទាប់ពីយើងបានតឡើង panel នៅក្នុង server របស់យើងហើយវានឹងចេញទម្រង់បែបនេះបន្ទាប់មកយើងធ្វើការ select ព័ត៌មានដែលខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹង copy វាទុកព្រោះព័ត៌មាននេះគឺសំខាន់អញ្ចឹងដើម្បី log ចូល panel យើង log តាម IP ជាមួយនឹង port ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងហើយបន្តមកទៀតយើងធ្វើការបំពេញជាមួយនឹង user ហើយនឹង password អញ្ចឹង user password គឺជាព័ត៌មានដែលយើងបានបំពេញពេលដែលយើងតឡើង panel ហ្នឹងអញ្ចឹងនេះគឺជា panel ដែលយើងបានធ្វើការតឡើងនៅក្នុង VPS server របស់យើងណាបន្តមកទៀតយើងធ្វើការ connect domain របស់យើងទៅកាន់ server របស់យើងណាអញ្ចឹង domain គឺជាឈ្មោះ website ដែលអ្នកគ្នាឧស្សាហ៍ចូលទៅកាន់ website ណាមួយហ្នឹងអាហ្នឹងគេហៅថា domain អញ្ចឹងសម្រាប់ domain គឺខ្ញុំទិញនៅក្នុង website Namecheap អញ្ចឹងឥឡូវខ្ញុំមាន domain នេះមួយបន្ទាប់មកយើងចូលកន្លែង manage នេះហើយយើងធ្វើការ point វាទៅកាន់ server VPS ដែលយើងបានធ្វើការបង្កើតណាចុះមកកាន់ចំណុចនេះខ្ញុំសូមអធិស្ឋានដែរខ្ញុំអត់អាចបញ្យល់បានច្រើនទេដោយសារវា technical ខ្លាំងអញ្ចឹងបើសិនជាខ្ញុំបញ្យល់ទៅគឺអាចគ្នាយើងមួយចំនួនគាត់ថ្មីអីគាត់អាចស្ដាប់អត់សូវយល់អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចធ្វើការអនុវត្តទៅតាមវីដេអូដែលខ្ញុំបង្ហាញទៅព្រោះនៅពេលដែលយើងអនុវត្តកាន់តែច្រើនយើងអាចយល់ដោយខ្លួនឯងបានកាន់តែច្បាស់ដែរហើយផ្នែកមួយចំនួនបើសិនបើអ្នកនរគ្នាធ្វើទៅមានបញ្ហា error មានអីអ្នកនរគ្នាអាចមើលវីដេអូខ្ញុំពីរបីដងទៅឬក៏អ្នកនរគ្នាអាច comment សួរខ្ញុំបានចំពោះការបង្កើត website ដើម្បីឲ្យវាអាច host នៅលើ internet បានយើងត្រូវចំណាយទី1ដែលខ្ញុំប្រាប់អញ្ចឹងមាន hosting server ហ្នឹងហើយទី2គឺឈ្មោះ domain អញ្ចឹង hosting ដែលខ្ញុំបង្ហាញហ្នឹងគឺ Volter អាចថាមួយខែ$6អញ្ចឹងណាហើយ domain វាអាស្រ័យទៅលើឈ្មោះអញ្ចឹងឈ្មោះខ្លះវាអាចថ្លៃអញ្ចឹងណាអញ្ចឹងដូចជា domain ដែលខ្ញុំបង្ហាញអ្នកនរគ្នាហ្នឹងគឺខ្ទង់10រៀលជាងទេវាគិតជាឆ្នាំក្នុងមួយឆ្នាំណាអញ្ចឹង hosting មួយខែ$6 domain មួយឆ្នាំថា10រៀលចុះហើយចំពោះការបង្កើតយើងអាចរៀនដោយខ្លួនឯងបានតាមរយៈវីដេអូដែលខ្ញុំបង្ហាញអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលអត់សូវចេះកូដអីក៏គាត់អាចសាកល្បងរៀនបង្កើតវាដោយខ្លួនឯងបានអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងរៀបចំ domain នៅក្នុង Namecheap ហើយក៏ដូចជាដាក់នៅក្នុង Volter ហើយបន្តទៀតយើងធ្វើការ add web domain ចូលទៅកាន់ panel របស់យើងណា
យើងយកដាក់ឈ្មោះ domain ទៅហើយបន្ទាប់មកយើងចុចប៊ូតុង Save នេះមួយមកបន្ទាប់ពីចុចប៊ូតុង Save វាលោតបេតុងចេះមានន័យថាយើង add ចូល panel របស់យើងហើយអញ្ចឹង panel hosting របស់យើងនឹងមានឈ្មោះ domain របស់យើងចុចលើឈ្មោះហ្នឹងមកបន្តមកទៀតយើងធ្វើការបើកជាមួយនឹង ASL ហ្នឹងគឺ security certificate នៅលើ domain របស់យើងពេលដែលអ្នកនរគ្នាចូល website ណាមួយអ្នកនរគ្នាឃើញខាងចុងវាដាក់ថា HTTPS អញ្ចឹងអាហ្នឹងគឺជា ASL ហើយអញ្ចឹងយើងធ្វើការបើកកន្លែងហ្នឹងមកបន្តមកទៀតអ្នកនរគ្នាអាចធ្វើការ access ទៅកាន់ domain របស់យើងទៅយើងវាយឈ្មោះ domain ទៅវានឹង redirect ទៅកាន់ HTTPS ហើយអញ្ចឹងឥឡូវ website របស់យើងគឺ host live ហើយអ្នកនរគ្នាអាចចូលទៅកាន់ domain របស់យើងបានគ្រាន់តែមានអ៊ីនធឺណិតទៅប៉ុន្តែគ្រាន់ថា website របស់យើងគឺអត់ទាន់មានអីទេអត់ទាន់មានព័ត៌មានអីចឹងណាវីដេអូលើក្រោយខ្ញុំនឹងបង្ហាញពីរបៀបក្នុងការដាក់ព័ត៌មាន